ទៅស្វាយរៀងជីឡានមែនអត់ឥឡូវមកភ្នំពេញស្វាយរៀងជីម៉ូតូមកខ្ញុំតោះចង់បានត្រីកោះកំប៉ុងមានរសជាតិឆ្ងាញ់កុំភ្លេចជាមួយត្រីកោះកំប៉ុងគីរ៉េចង់បានតាក់ទងមកខ្ញុំបានមានបោះដុំនឹងលក់រីតោះឥឡូវយើងធ្វើដំណើរទៅទាំងអស់គ្នាគឺថាមុននឹងចូលដំណើរចូលម៉ាតសិនហើយចូលម៉ាតនឹងដើរទៅដល់មកមិនដឹងបានស្អីទេក៏បាន Sting ចាអត់មាន sponsor ទេនោះខ្ញុំមកចាំប្អូនខ្ញុំទេចូលម៉ាតនឹងឥឡូវគាត់មកដល់ហើយកត្រង់យកមកតែយកមកដាក់អីវ៉ាន់ពុកម៉ែទៅវិញឯងនិយាយពីថានិយាយពីពេញរហូតដល់ស្រុកមែនទេសារអីខ្លាចខ្ញុំមួយដេកជីលេងលេងដល់អ្នកលឿងដោយអ្នកគេខ្លាចទៅដល់ហ្នឹងគឺមើលបឹងកាច់ឈូកនៅខាងកើតអ្នកលឿងឥឡូវបន្ទាប់មកដល់ទីរំខាត់ស្វាយរៀងតែនៅ40គីឡូទៀតបណ្ដោះផ្ទះដល់ស្ពានទៅហើយនិយាយថាស្វាយរៀងឥឡូវមានសូឡាទៀតណាសងខាងផ្លូវនិយាយថាមិនចូលចិត្តជិះម៉ូតូតែអត់ទាន់ទិញឡានខ្លួនឯងជិះតឥឡូវគឺថាមកដល់ទេហើយម៉ោង11ម៉ោងហើយចេញមកតាំងពីម៉ោង8ជាងដល់ម៉ោង11ហើយបងអូនខ្ញុំគឺជាអត់ឈប់ទេចាគឺថាមកទេគឺតម្រង់មកផ្ទះធ្លុតែម្ដង yes ឥឡូវ finally គឺមកដល់ទីហើយមកក្មួយខ្ញុំរត់មកតាមហើយមកដល់គឺខែនេះគឺតែភាពឡើងខៀវខ្ចីប្រហែល fresh តែម្ដងវាហើយភ្លៀងធ្លាក់មកស្មៅក៏ដុះលាស់ខ្ចីទិដ្ឋភាពក្រោយផ្ទះគឺបៃតងម្ដង green super green and then ចាមុខផ្ទះខ្ញុំគឺមានពណ៌ផ្ទះចម្រុះមើលទៅស្អាតមួយមេឃចឹងទៀតចាឥឡូវដល់មកញ៉ាំបាយល្ងាចហើយ enjoy with family thank you for watching